ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំនឹងនាំអ្នកនរគ្នាទៅដើរលេងជាមួយខ្ញុំនៅទីតាំងតំបន់កោះមួយនៅប៉ែកខាងបរសេអនុរយៈពេល2យប់3ថ្ងៃអញ្ចឹងចង់ដឹងថាតើសកម្មភាពគេខ្លះដែលខ្ញុំបានធ្វើនៅទីតាំងតំបន់កោះនោះសូមវីដេអូនេះដល់ចប់អញ្ចឹងវីដេអូនេះខ្ញុំកាត់ពីពេញទៅទេដោយសារតែខ្ញុំរៀបចំពីពេញទៅចាញ់ទៅម៉ោង8ព្រឹកអញ្ចឹងទៅដល់នោះប្រហែលជាម៉ោង12ជាងហើយរៀបចំជិះ speedboat អីទៅដល់ទីតាំងកោះប្រហែលជាម៉ោង2ជាង3បន្ទាប់មកទៅដល់កន្លែង check in ហ្នឹងហើយអញ្ចឹងកន្លែងដែលខ្ញុំ check in ហើយទីតាំងដែលខ្ញុំគេងនេះគឺស្អាតមែនទែនអ្នកនរគ្នាទីតាំងក៏នៅចិត្តឆ្នេរដែរប៉ុន្តែបន្ទប់ដែលខ្ញុំគេងនេះគឺ garden view អញ្ចឹងបន្ទប់គេស្អាត clean មានកន្លែងអង្គុយនៅវារណ្ដាខាងក្រៅគេអាចនិយាយថាកន្លែងគេស្អាតហើយតម្លៃក៏សមរម្យដែរមិនថ្លៃពេកទេបន្តមកទៀតក៏រៀបចំជួលម៉ូតូជិះ explore នៅទីតាំងតំបន់កោះហ្នឹងអ្នកគ្នាឃើញស្រាប់ហើយតំបន់កោះរុងគឺខ្ញុំបានស្នាក់នៅម្ដុំខាងកោះតូចហើយយើងជិះបានបន្តិចមកដល់ប៉ែកខាងឆ្នេរសុកសាអ្នកគ្នាគឺស្អាតខ្លាំងមែនតើមើលទៅនឹងថ្លាឆ្វង់ជាមួយនឹងខ្សាច់នឹងសក្បោះអូខ្យល់បក់លិចបែបនេះគឺអស់លីងមកទុកកង្វល់ហើយតំបន់នៅប៉ែកខាងឆ្នេរសុកសានេះអ្នកគ្នាគឺមាន activity បានលេងច្រើនមែនតើដូចឃើញនៅក្នុងវីដេអូនេះអញ្ចឹងហើយស្អាតតំបន់នេះអាចនិយាយបានថាសិតថាពីច្រើនគឺជា private park របស់គេណាហើយនឹងឲ្យទៅ booking អញ្ចឹងបានលេងបន្តិចខ្ញុំ back មកខាងឆ្នេរ Long Beach វិញអ្នកគ្នាឆ្នេរទាំងសក្បោះតែម្ដងជាទូទៅខ្ញុំទៅតំបន់ទាំងអស់នេះជាការដែល celebration ក៏ដូចជាការដែល recharge energy វិញអញ្ចឹងណាអ្នកគ្នាហើយមកលើកនេះគឺពិសេសជាងម្ដងដោយសារតែខ្ញុំមកនេះគឺដើម្បី complete ទៅលើ dream board របស់ខ្ញុំក៏ដូចជាអាចនិយាយបានថាមករៀបចំសរសេរគោលដៅឡើងវិញហ្នឹងហើយនៅតំបន់ខាងកោះរងទៅម្ដងក៏អត់ធន់ដែរទឹកទាំងថ្លាឆ្វង់ហើយតាមមើលទស្សនវិជ្ជាថ្ងៃរៀបលិចក៏ដូចជាឆ្នេរខ្សាច់ឡើងសក់បោះបែបនេះគឺធ្វើឲ្យយើងមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងមែនទែនអ្នកនេះមើលតាមការគួរគឺពិតជាស្រស់ស្អាតណាស់ហើយតំបន់ដែលខ្ញុំទៅអង្គុយវាច្រើនគឺនៅប៉ែកខាងឆ្នេរ Long Beach អ្នកគ្នាយើងអាចចូលទៅក្នុងនឹងបានតែគេអត់មានថ្លៃសេវាផាកទៀតអីទេគាត់ថាបើយើងចង់ញ៉ាំអីគេក៏មានរ៉េស្រង់នៅក្នុងនឹងដែរអញ្ចឹងណាអាច order drink ឬក៏អីចឹងទៅអញ្ចឹងនេះគឺជាសកម្មភាពដែលខ្ញុំអង្គុយនិយាយម្នាក់ឯងដូចបានឃើញអញ្ចឹងនឹងឯងដាក់ mood ដោយសារតែព័ត៌មានខ្លះវាអាច show អស់នៅលើ social media បានទេហ្នឹងអាចថាជា celebration មួយក៏ដូចជាមក complete my dream board rule ហើយក៏រៀបចំសរសេរត្រឹមនេះសម័យមើលអង្គុយមើលថ្ងៃលិចហើយមានបៀមួយកែវអង្គុយ chill អូអែមែនតើអញ្ចឹងអង្គុយបានផ្លែតណាជប់យើងចាប់តាមចេញដើមមកខាងកន្លែងយើងគេងវិញហើយមកដល់ឃើញភ្លុនតង់ទៀតណាគ្នាស្អាតមែនតើដល់បន្តិចទៅក៏ឃើញមានថៃនេះគេហៅនឹងថៃអីទេខាថៃកពតឬក៏ថៃខ្ញុំអត់ច្បាស់ដែរហើយតំបន់ឆ្នេរកោះដែលខ្ញុំសម្រាប់នេះគឺមានសូមមានអីលីមានភ្លឺមានអីអញ្ចឹងណាស្អាតមែនតើអញ្ចឹងសម្រាប់បន្តិចទៅក៏ស្អែកឡើងពីព្រលឹមខ្ញុំយកតាំងពីម៉ោង5ជាងកន្លះដើម្បីជួលម៉ូតូជិះ explore នៅលើកោះហ្នឹងព្រោះកោះនេះធំណាស់នេះដើរអត់ទេនេះដើរមកខាងប៉ែកឆ្នេរ Long Beach ម្ដងទៀតហើយហ្នឹងហើយស្អាតមែនតើនៅតំបន់នេះទាំងថ្ងៃលិចថ្ងៃរះគឺស្អាតណាស់អ្នកគ្នាឡើង fresh ហ្មងព្រោះវាស្រឡះហើយឆ្នេរខ្សាច់ក៏ស្អាតវាសក្បោះអត់មានបាក់មានអីអញ្ចឹងហើយទឹកសមុទ្រធម្មតាអង្គុយស្និទ្ធបានបន្តិចមកក៏ជិះមកដល់ប៉ែកខាងឆ្នេរសុកសានមកក៏ញ៉ាំអីអញ្ចឹងកន្លែងអ៊ីនេះគឺ recommend មែនតើកាទៀវគាត់ឆ្ងាញ់ណាស់គ្នាហើយកាហ្វេដកគោក៏ឆ្ងាញ់ដែរតម្លៃអត់ថ្លៃទេសមរម្យទេអញ្ចឹងបើបានទៅ complete ចូលសាកនៅតំបន់ភូមិនៅខាងឆ្នេរសុកសានណាអ្នកគ្នាអ្នកភូមិគេលក់នៅទីតាំងហ្នឹងអញ្ចឹងញ៉ាំអីហើយក៏ជិះម៉ូតូ chill back មកទៅកោះថ្មីមួយទៀតនៅប៉ែកខាងឆ្នេរនេះខ្ញុំមិនដឹងថាឈ្មោះអីភ្លេចបាត់ហើយប៉ុន្តែកន្លែងនេះក៏ស្អាតដែរស្ងប់ស្ងាត់អញ្ចឹងហើយភាគច្រើនមកសិទ្ធជនជាតិគេដែលនៅតំបន់នេះយើងអង្គុយ chill អញ្ចឹងណាគ្នាអានសភៅអានអីសំឡេងអញ្ចឹងណាតែខ្ញុំពិតជាពេញចិត្តបរិយាកាសនៅតំបន់ប៉ែកខាងហ្នឹងមែនអូខេអញ្ចឹងដល់ថ្ងៃរៀបលិចទៀតហើយស្អាតណាអ្នកគ្នាអើយនៅប៉ែកខាងឆ្នេរណាក៏ស្អាតដែរតែពីច្រើនខ្ញុំទៅតែឆ្នេរ Long Beach ឯងអ្នកគ្នាហើយនេះ my friend នឹងនិយាយទៅពួកគាត់
អ្នកណាក៏ស្វាគមន៍ដែរគាត់ចេះផ្ញើខ្លួនផ្ញើប្រានហើយថាជាសម្ដេចឈើមួយនៅខាងកោះរងដែរតែគាត់មានអ្នកស្វាគមន៍មានអីហ្នឹងស្អាតនេះម្ដងថ្ងៃលិចទៅដែរស្អាតមើលមកដល់ក៏ស្អាតហើយនេះបកឡើងសកម្មភាពដែរមុនចេញមកវិញក៏ឃើញជនជាតិគេពីច្រើនគេអង្គុយអាំងថ្ងៃអាំងអីចឹងឈៀលហ្នឹងហើយទស្សនវិជ្ជានៅខាងប៉ែកកោះរកហ្នឹងគឺខ្ញុំស្រឡាញ់មែនតើយើងអាចអង្គុយ relax ស្ដាប់មើលពីសំឡេងទឹកសមុទ្រខ្យល់អាកាសបក់ល្វើយហើយយើងអាចមានពេលផ្ដោតលើខ្លួនឯង review មើលតើ performance របស់យើងហ្នឹងរយៈពេល3ខែ1ឆ្នាំ goal 5ឆ្នាំតើបាន achievement អីខ្លះអញ្ចឹងមកលើកនេះគឺខ្ញុំចំណេញមែនតើដោយសារតែខ្ញុំបានធ្វើរឿងថ្មីទៅហើយនេះគឺជាផ្នែកមួយដែលខ្ញុំ achievement នៅក្នុង remote របស់ខ្ញុំតែអញ្ចឹងខ្ញុំមក complete អស់ហើយខ្ញុំ clear ចាស់ហើយរៀបចំធ្វើថ្មីអញ្ចឹងណាអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាតាំងពីដើមដល់ចប់ហើយសង្ឃឹមថាអ្នកនរគ្នានៅតែបន្តការមើលក៏ដូចជា like នៅវីដេអូរបស់ខ្ញុំបន្ថែមអរគុណជួបគ្នាវីដេអូក្រោយទៀតណាបាយបាយ